មានមនុស្សមួយក្រុមនៅក្នុងសង្គមយើងដែលជំងឺរបស់ពួកគេភាពពិការរបស់ពួកគេមិនត្រូវបានគេមើលឃើញដោយភ្នែកទេពួកគេមើលទៅដូចជាមនុស្សធម្មតាដូចជាយើងគ្រប់គ្នាគ្មានអ្វីប្លែកពីខាងក្រៅឡើយប៉ុន្តែរាងកាយរបស់ពួកគេកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺរ៉ាំរ៉ៃរៀងរាល់ថ្ងៃគឺការតស៊ូដែលគ្មានអ្នកណាដឹងពួកគេកំពុងតែប្រឈមមុខនឹងជំងឺនិងស្ថានភាពសុខភាពដែលមើលមិនឃើញដែលធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ពួកគេពោរពេញដោយការលំបាកនិងបញ្ហាប្រឈមរបស់ពួកគេតែងតែត្រូវបានគេមើលរំលងឬមិនអើពើដោយសារតែគ្មានសញ្ញាច្បាស់លាស់ពីខាងក្រៅកង្វះនៃសញ្ញាដែលអាចមើលឃើញបានធ្វើឲ្យពួកគេមិនត្រូវបានគេទទួលស្គាល់ថាជាជនពិការឡើយនេះហើយជាអ្វីដែលយើងហៅថាជនពិការខ្លាបញ្ហាស្នូលនៃជនពិការខ្លាគឺភាពមើលមិនឃើញនៃការឈឺចាប់របស់ពួកគេពិការភាពរបស់ពួកគេមិនមែនជារឿងដែលអាចមើលឃើញភ្លាមនោះទេដោយសារតែភាពមើលមិនឃើញនេះពួកគេត្រូវបានគេដកចេញពីប្រព័ន្ធគាំទ្រដែលត្រូវបានរៀបចំឡើងសម្រាប់ជនពិការទូទៅពួកគេត្រូវបានដកចេញពីធនធានជាច្រើនដែលមានគោលបំណងសម្រាប់ជួយដល់ជនពិការកង្វះនៃការទទួលស្គាល់នេះបានបកប្រែទៅជាការលំបាកជាច្រើនដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេផ្ទាល់វាជាការលំបាកពិតប្រាកដដែលពួកគេត្រូវប្រឈមមុខដោយគ្មានជំនួយនិងការយល់ដឹងពួកគេទទួលបានប្រាក់ឧបត្ថម្ភមិនគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅជាមូលដ្ឋានជំនួយឧបត្ថម្ភថ្លៃជួលផ្ទះក៏មិនគ្រប់គ្រាន់ដែរដើម្បីឲ្យពួកគេអាចស្វែងរកកន្លែងស្នាក់នៅដ៏សមរម្យមួយពួកគេត្រូវតែរុករកប្រព័ន្ធការិយាធិបតេយ្យឲ្យដ៏ស្មុគស្មាញនិងជាញឹកញាប់មិនបានជួយអ្វីដល់ពួកគេឡើយពួកគេត្រូវបានបង្ខំឲ្យធ្វើការសម្រេចចិត្តដ៏លំបាកបំផុតដោយសារតែកំហុសឆ្គងរបស់ប្រព័ន្ធទាំងមូលពួកគេត្រូវជ្រើសរើសរវាងតម្រូវការចាំបាច់ដូចជាអាហារនិងថ្នាំសង្កូវក្នុងចំណោមរបស់ទាំងពីរដែលមានតម្លៃស្មើគ្នាពួកគេត្រូវជ្រើសរើសរវាងការមានដំបូលពីលើក្បាលនិងការរក្សាភាពកក់ក្ដៅខ្លួនឯងព្រោះតែមិនអាចមានទាំងពីរបានស្ថានភាពរបស់ពួកគេមិនមែនជាបញ្ហាខ្ជិលច្រអូសនោះទេស្ថានភាពរបស់ពួកគេក៏មិនមែនជាបញ្ហានៃការធ្វើពុតឬការលេងសើចឡើយជម្រើសដ៏លំបាកទាំងនេះគឺជាផលវិបាកដោយផ្ទាល់នៃប្រព័ន្ធដែលបរាជ័យក្នុងការគ្រប់គ្រងពួកគេប្រព័ន្ធសង្គមរបស់យើងបរាជ័យក្នុងការទទួលស្គាល់តម្រូវការជាក់លាក់របស់ពួកគេនៅពេលដែលរដ្ឋាភិបាលឬប្រព័ន្ធមិនបានមើលឃើញនោះជំនួយក៏មិនអាចមើលឃើញនឹងទៅដល់ពួកគេបានដែរពិការភាពអាចមើលទៅក៏ថ្លាក៏មើលមិនឃើញដោយភ្នែកប៉ុន្តែការលំបាករបស់ពួកគេគឺមិនថ្លានោះទេការឈឺចាប់និងការតស៊ូរបស់ពួកគេគឺពិតប្រាកដហើយវាត្រូវការទទួលស្គាល់ជាបន្ទាន់នៅក្នុងប្រទេសរបស់យើងផ្ទាល់មនុស្សរាប់ពាន់នាក់ដែលជាជនពិការខ្លាក៏កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពួកគេកំពុងរស់នៅលើគែមនៃភាពដួលរលំពួកគេត្រូវបានគេមើលរំលងហើយសំឡេងរបស់ពួកគេក៏មិនត្រូវបានគេស្ដាប់ព្រឡើយពួកគេនៅទីនោះរស់នៅជាមួយយើងប៉ុន្តែគ្មាននរណាម្នាក់បានឃើញពីការតស៊ូរបស់ពួកគេឡើយពួកគេគឺជាសមាជិកដ៏សំខាន់នៃសង្គមដែលកំពុងត្រូវការជំនួយនិងការយល់ដឹងជាបន្ទាន់យើងមានតម្រូវការបន្ទាន់ក្នុងការបង្កើនការយល់ដឹងអំពីពិការភាពដែលមើលមិនឃើញយើងក៏មានតម្រូវការបន្ទាន់ក្នុងការយល់ដឹងឲ្យកាន់តែច្បាស់អំពីការតស៊ូដ៏លំបាករបស់ពួកគេពេលវេលាបានមកដល់ហើយក្នុងការមើលឃើញពួកគេឲ្យបានច្បាស់ពេលវេលាបានមកដល់ហើយក្នុងការទទួលស្គាល់អត្ថភាពនិងការលំបាករបស់ពួកគេហើយពេលវេលាបានមកដល់ហើយក្នុងការទាមទារការផ្លាស់ប្ដូរឲ្យបានឆាប់រហ័សយើងអំពាវនាវឲ្យអ្នករាល់គ្នាជួយផ្សព្វផ្សាយសារនេះនិងនិយាយចេញមកយើងត្រូវតែបំបែកភាពស្ងៀមស្ងាត់ដែលធ្វើឲ្យបុគ្គលទាំងនេះបន្តរស់នៅក្នុងភាពមើលមិនឃើញយើងត្រូវតែធ្វើឲ្យពួកគេត្រូវបានគេមើលឃើញត្រូវបានគេស្ដាប់ឬនិងទទួលបានការគាំទ្រដែលពួកគេសមនឹងទទួលបានសូមកុំទុកឲ្យពួកគេបន្តរស់នៅក្នុងភាពឯកោនិងការឈឺចាប់ទៀតឡើយការផ្លាស់ប្ដូរចាប់ផ្ដើមពីការមើលឃើញនិងការយល់ដឹងរបស់យើងសូមឲ្យយើងទាំងអស់គ្នារួមគ្នាសាងសង្គមមួយដែលជនពិការខ្លាត្រូវបានគេទទួលស្គាល់និងគាំទ្រយើងត្រូវតែជាកម្លាំងនៃការផ្លាស់ប្ដូរដើម្បីភាពប្រសើរឡើងនៃជីវិតរបស់ពួកគេ
រាល់សំឡេងដែលនិយាយចេញរាល់ការចែករំលែកអាចនាំមកនូវក្តីសង្ឃឹមថ្មីសូមកុំប្រងើយកន្តើយចំពោះការតស៊ូរបស់ពួកគេទៀតឡើយពួកគេមានសិទ្ធិស្មើគ្នាក្នុងការរស់នៅដោយមានសេចក្តីថ្លៃថ្នូរនិងការគាំទ្រពេលនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាធ្វើសកម្មភាពសូមក្រោកឈរឡើងដើម្បីជនពិការខ្លះសូមឲ្យពួកគេទទួលបានយុត្តិធម៌និងការយកចិត្តទុកដាក់ដែលពួកគេត្រូវការជាចាំបាច់យើងត្រូវតែធ្វើជាភ្នែកជាត្រចៀកនិងជាសម្លេងសម្រាប់ពួកគេយើងត្រូវតែជាស្ពានដែលភ្ជាប់ពួកគេទៅនឹងជំនួយនិងការគាំទ្រចូលយើងកសាងសង្គមមួយដែលគ្មាននរណាម្នាក់ត្រូវបានគេមើលរំលងចូលយើងកសាងអនាគតមួយដែលមនុស្សគ្រប់រូបមិនថាមើលទៅដូចម្ដេចនោះទេត្រូវបានគេគោរពនិងស្រឡាញ់ការយល់ដឹងគឺជាជំហានដំបូងសកម្មភាពគឺជាជំហានបន្ទាប់សូមកុំបង្អង់យូរក្នុងការធ្វើការផ្លាស់ប្ដូរនេះជួយឲ្យពួកគេលែងជាមនុស្សខ្លាចទៀតទៅពួកគេគឺជាមនុស្សម្នាក់ដូចយើងដែរពួកគេត្រូវការសេចក្តីស្រឡាញ់និងការយល់ចិត្តយើងសូមអំពាវនាវដល់អ្នកបង្កើតគោលនយោបាយទាំងអស់ឲ្យពិនិត្យមើលបញ្ហានេះដោយយកចិត្តទុកដាក់បំផុតសូមរៀបចំគោលនយោបាយថ្មីដែលអាចឆ្លើយតបនឹងតម្រូវការជាក់លាក់របស់ជនពិការខ្លះការផ្ដល់ជំនួយនិងធនធានឲ្យបានគ្រប់គ្រាន់គឺជាកាតព្វកិច្ចសីលធម៌និងមនុស្សធម៌របស់យើងការបណ្ដុះបណ្ដាលមន្ត្រីរដ្ឋាភិបាលឲ្យយល់ដឹងពីពិការភាពមើលមិនឃើញក៏ជាកត្តាចាំបាច់ផងដែរសូមកុំឲ្យការិយាធិបតេយ្យបិទបាំងភាពឈឺចាប់របស់ប្រជាពលរដ្ឋយើងទៀតយើងត្រូវតែមានប្រព័ន្ធមួយដែលអាចស្គាល់និងគាំទ្រមនុស្សគ្រប់រូបដោយមិនប្រកាន់រូបរាងខាងក្រៅឡើយជនពិការខ្លះគឺមិនមែនជាបន្ទុកនោះទេពួកគេគឺជាផ្នែកមួយនៃសង្គមរបស់យើងជាមួយនឹងការគាំទ្រត្រឹមត្រូវពួកគេអាចរួមចំណែកដល់ការអភិវឌ្ឍសង្គមបានយ៉ាងពេញលេញសូមឲ្យការឈឺចាប់របស់ពួកគេក្លាយជាកម្លាំងជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានសូមឲ្យសម្លេងរបស់ពួកគេត្រូវបានឮដោយមេដឹកនាំនិងប្រជាពលរដ្ឋគ្រប់រូបយើងមិនអាចបន្តមើលរំលងពួកគេបានទៀតទេពេលវេលាបានមកដល់ហើយសម្រាប់យុត្តិធម៌និងសម្ភារយើងសូមអំពាវនាវដល់អង្គការសង្គមស៊ីវិលនិងអ្នកជំនាញទាំងអស់ឲ្យរួមកម្លាំងគ្នារួមគ្នាបន្តការស្រាវជ្រាវនិងការតស៊ូដើម្បីឲ្យមានការទទួលស្គាល់ពេញលេញការអប់រំសាធារណៈអំពីពិការភាពមើលមិនឃើញគឺជាគន្លឹះដ៏សំខាន់សូមឲ្យសាលារៀនស្ថាប័នសុខាភិបាលនិងកន្លែងធ្វើការទាំងអស់យល់ដឹងពីរឿងនេះការបង្កើតបរិយាកាសដែលរួមបញ្ចូលគ្នាគឺជាការទទួលខុសត្រូវរួមរបស់យើងសូមឲ្យយើងផ្ដល់ឱកាសស្មើគ្នាដល់ជនពិការខ្លះទៅក្នុងគ្រប់វិស័យនៃជីវិតពួកគេសមនឹងទទួលបានការគោរពការយកចិត្តទុកដាក់និងជំនួយយើងត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេមិនឯកាឡើយការផ្លាស់ប្ដូរគោលនយោបាយគឺជាការបង្ហាញពីក្តីមេត្តាធម៌និងការទទួលខុសត្រូវរបស់យើងសូមឲ្យយើងបង្ហាញថាយើងជាសង្គមមួយដែលយកចិត្តទុកដាក់ចំពោះពលរដ្ឋគ្រប់រូបយើងមិនអាចបោះបង់ចោលសមាជិកដ៏សំខាន់របស់យើងបានទេសូមឲ្យយើងទាំងអស់គ្នារួមគ្នាសាងអនាគតមួយដែលកាន់តែប្រសើរអនាគតដែលគ្មាននរណាម្នាក់ត្រូវបានគេបន្សល់ទុកពីក្រោយនេះជាការអំពាវនាវមួយដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់សូមឲ្យសារនេះទៅដល់បេះដូងនិងគំនិតរបស់មនុស្សគ្រប់រូបសូមឲ្យយើងធ្វើការផ្លាស់ប្ដូរពិតប្រាកដសម្រាប់ជនពិការខ្លះពួកគេត្រូវការយើងឥឡូវនេះ